ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបកស្រាយនៅបទចម្រៀងមួយបទក្រោមចំណងជើងថាញ៉ាំស្រាស្រវឹងស្នេហ៍នៅបទនេះជាបទចម្រៀងកាលពីសម័យដើមហើយមូលហេតុដែលនាងខ្ញុំច្រៀងបទនេះក៏ដោយសារតែមានពួកម៉ាក់របស់នាងខ្ញុំមួយចំនួនពួកគាត់បាននិយាយថាលីនដាមើលទៅប្រហែលជាច្រៀងបទចម្រៀងខ្មែរយើងពីដើមមកអត់កើតទេមើលទៅបានតែច្រៀងបទអង់គ្លេសសម័យបទញាក់អីអញ្ចឹងហើយឆ្ងាយនាងខ្ញុំក៏ចង់បកស្រាយបទនេះហើយក៏ចង់ផ្ញើជូនដល់ពួកគាត់ស្ដាប់ហើយក៏ដូចជាអ្នកទាំងអស់គ្នាជួយដាក់បន្ទុកដែរថាតើសំឡេងនាងខ្ញុំអាចច្រៀងបទចម្រៀងបទខ្មែរយើងពីដើមបានដែរឬទេចា៎ឆ្នេះហើយសូមរីករាយជាមួយនាងខ្ញុំនៅបទញ៉ាំស្រាស្រវឹងស្នេហ៍ដែលជាសំឡេងដើមរបស់កញ្ញាកឹមលក្ខណាឲ្យខ្ញុំស្រវឹង